លើកនេះចង់មកហ៊ានធ្វើសក់នាងមួយឆាម្ដងនេះគេមានប្រដាប់ធ្វើតែចង់ដឹងថាបានស្អាតដូចគេអត់មកនួយសាក់ឲ្យមើលតន់បានហើយប៉ុន្តែទីងខុសទីងចង់មកខ្លីភ្លេចគិតថាខ្លួនឯងសក់វែងអ្នកគេមានពហិនថាដាក់មិនឥឡូវសុំដោតឈើវីតាមីនមួយសិនសក់សេះខាងមុខនឹងចាប់ដាក់ម្ដុំតបមកបែងចែកសក់ឲ្យស្រួលញុកចូលក្នុងអាប្រដាប់គេហ្នឹងតបមកយកឈើនឹងរុកចូលក្នុងប្រដាប់គេនេះឲ្យអាកន្លែងតពុកលើនឹងទុកទាញសក់យើងចុះយើងដាក់សក់តិចសក់ច្រើនមកល្មមអាចញុកចូលអាតពុកគេហ្នឹងអាស្បែកកាឈុកនឹងឲ្យគៀកទៅនឹងតពុកហ្នឹងឲ្យទាញសក់ចុះខ្ញុំអត់សូវស្មូតទេឃើញសក់ខ្លះនៅកណ្ដាញជាប់អត់ដោយសារស្បែកហុំខ្ញុំខ្លែងចឹងខ្ញុំទាញសក់ខ្ញុំហ៊ានចុះចង់ឲ្យវាទៅកណ្ដាញខាងក្រោមដើម្បីឲ្យខាងលើនឹងគ្របអង្គុយធ្វើសាក់មើលពីបេះដូងចឹងទៅក៏ស្មូតញុកចូលទៅបែងចែកសក់មកល្មមមកចាហៀង4ចេះបន្ទាប់មកធ្វើតទៀតទៅហើយដូចជាហត់ដូចយកកម្មខ្លួនឯងដល់ហើយហេតុតែចង់ស្អាតនេះខ្ញុំច្បូតវាមួយលើមួយក្រោមចឹងណាឲ្យទឹកកលោកបដិញគ្នាធ្វើចោះធ្វើឡើងភ្លេចគិតថាតែអញដេកល្មិចដល់ពេលអញ្ចឹងនេះខ្ញុំចង់ដាក់ឲ្យច្រើនម៉ោងព្រោះពេលហុះមកសក់យើងទុកបានយូរអូខេតោះសម្រាប់ចិត្តច្បាស់ហើយអត់មានថយក្រោយទេមានតែទៅមុខបាក់មកអ្នកចាំមើលលទ្ធផលសក់នាងមួយឆាសក់មឹកសក់ពោះកេងកងអីនេះនួយងើបពីគេញ៉ានិយាយទៅតស៊ូណាដើម្បីភាពស្អាតងើបពីគេសុំស្លៀកពាក់ស្អាត make up តិចសិនដើម្បី welcome សក់ថ្មីសក់យើងរបៀបជាសមុទ្រថៃមួយឆាចឹង outfit យើងឲ្យថៃមួយឆាដូចគ្នាដែរតម្រងទៅមកចាំយកច្បូតយកតម្រងទៅអ៊ីណែចេញមកមួយឆាតើមួយឆាលើគោកមួយឆាធ្លាក់ទឹកឬក៏មួយឆាឡាតេហើមើលអាវៈដាក់ចូលពិបាកស៊ីម៉ោងទៀតហាវៈរុះនេះក៏លឿនម្លេះតែមានអីរីសាចេញមកម្យ៉ាងដែលតើមើលអ៊ីណែស្មើគ្នាល្អតាទោះបីអាប្រដាប់នឹងវាខ្លីអត់ត្រូវសក់យើងប៉ុន្តែយើងចេះដាក់ទៅវាឃើញសក់យើងស្មើគ្នាអ្នកមកមើល close up តិចclose up នេះឃើញស្បែកមុខដូចរៀងស្អាតតែលងស្នេហ៍ស្បែកមុខខ្លួនឯងទៀតហើយមើលទៅមកមើលសក់វិញក៏មើលមុខខ្លួនឯងទទួលយកជាការបានអត់មើលទៅប៉ុណ្ណេះខកព្រលឹមឡើងបាច់ធ្វើសក់អីច្រើនស្អាតស្រាប់តែនួយអត់ទាន់ស្រឡាញ់សុខភាពសក់នួយខ្ញុំចង់ឲ្យមានសក់វែងអាឡងអាលាស់ភ្លឺជាងហ្នឹងស្គាល់សាប៊ូកក់សក់ local brand ណាល្អជួយណែនាំក្នុង comment ផងណាហើយសក់មួយឆានេះអត់សូវជាប់បានយូរទេចាញ់ម៉ូតសក់ផ្សេងទៀតដែលខ្ញុំបានបង្ហាញបើអត់ទាន់បានមើលអាចចូលមើលបានឥឡូវសូមដាក់ឈុតមួយឆានៅលើគោកសេតនៅមាត់សមុទ្រណានេះនួយឃើញគេមូសក់ជាមួយនឹងកណាត់ម្ដងឯនេះមើលទៅដូចងាយស្រួលជាងមូជាមួយអេប៉ុងទៀតចាំការទៀតរីជំនួយក៏ហត់ទៅទិញកណាត់គេភីងដែរហ្មងទៅមូជាមួយអេប៉ុងក៏ធ្លាប់មូជាមួយសំជើងក៏ធ្លាប់នៅសល់តែកណាត់តែឲ្យមើលភ្លាមអត់ទាន់បោកទឹកទេអញ្ចឹងសូមបាញ់ឲ្យកស្លាប់មេរោគសិនដើម្បីឲ្យមូសក់យើងជាប់បានយូរខ្ញុំតែងតែប្រើប្រេងសក់ឥឡូវខ្ញុំមកប្រើជាមួយនឹងប្រេងរបស់ណាស៊ីកាលាបឲ្យសក់យើងរលើបរលោងសិនចាំយើងមូតបមកចាំការទៀតយើងចាប់ដើមប្រតិបត្តិការទៅសម្រាប់ខ្ញុំមូជាមួយកណាត់នេះមើលទៅរៀងស្រួលជាងអេប៉ុងព្រោះវាអត់អង្គើញ៉ៃទៅណាហើយបើនិយាយពី style មូវិញគេមានពីរបី style ប៉ុន្តែខ្ញុំស្រឡាញ់ style នេះជាងគេព្រោះវាងាយស្រួលហើយឃើញភ្លីសក់យើងស្អាតត្រឡប់ខ្ញុំភាកច្រើនមូសក់ពេលខ្ញុំកក់សក់ហើយពេលយប់សក់យើងនៅមានសំណាមថ្មីបូកជាមួយប្រេងសក់ទៀតមកវាជាប់បានយូរធ្វើឲ្យមកចាហៀងគៀបទុកនៅក្រោយសិនឥឡូវមកធ្វើមកចាហៀងទៀតពូដល់ក្រោមហើយខ្ញុំចងវាទុកម្ដុំសិនហើយយកសក់មកចាហៀងទៀតដែលយើងធ្វើឲ្យមុននឹងយើងគៀបទុកក្រោយនឹងពាត់វាបែបនេះពាត់ដូចខ្ញុំអញ្ចឹងមកបានជាប់ណាល្វីបញ្ចុំមកខាងលើហើយគៀបទុកសិនបន្ទាប់មកចាហៀងទៀតនឹងក៏ពាត់មកជុំដូចគ្នាដែរព្រោះមិនឲ្យចំណុចអូននឹងបងជួបគ្នាហើយចងជាប់គ្នាទៅតាចងវាអញ្ចឹងទេវារៀងលាហើយកុំភ័យគេងគឺដឹងស្រួលគេងព្រោះកណាត់តុននេះខេរួចរាល់ឥឡូវសុំតាគេងសិនណាចាឡូអ្នកចាំមើលលទ្ធផលមូសក់ជាមួយកន្សែងឥឡូវចេញហើយណាកន្សែងតុនអត់មានអារម្មណ៍ថាទើសក្បែរទេគឺលក់ស្រួលតោះឥឡូវមកស្រាយមើលទាំងអស់គ្នាថាលទ្ធផលសក់នឹងចេញបែបមិនទៅស្អាតប៉ុណ្ណាមូចេញចេះឲ្យសក់នៅជាប់នៅនឹងទៀតណា1 2 3ក្រឹបអីយ៉ាចេញហើយតាសក់មូម្ដុំចេញមកឡើងមានទម្ងន់ហ្មងឃើញសក់នឹងរៀងក្រាស់ដូចធ្ងន់អាពេលយើងសក់ត្រង់នឹងសក់ឡើងវែងដល់ពេលមូចេញចេះទៅធីងកតុបស្អាតម្យ៉ាងដែរតាចង់តម្លាក់ក៏ស្អាតចង់លើកឡើងក៏ស្អាតមុនមូសក់នឹងលាបប្រេងម្សៅអញ្ចឹងពេលយើងពលាសក់ឲ្យក៏ត្រូវលាបប្រេងម្សៅទៀតដែរដើម្បីឲ្យសក់យើងនឹងជាប់បានយូរស្អាតចង់ឲ្យសក់ហិតតប៉ោងធំទៀតមានតែសិតវាចេញចេះមកសក់សេះយើងរៀងចូលភ្នែកវែងដែរអញ្ចឹងសាក់វែកធ្វើមួយម៉ូតទៀតមើលស្អាតម្យ៉ាងដែរឃើញទេបានមួយម៉ូតទៀតបាត់ឥឡូវនួយតាំងចេះធ្វើ style សក់មូដែលអត់ប្រើម៉ាស៊ីនមកគេមូសក់រាល់ថ្ងៃហ្មងឲ្យចំណេញពេលខកផឹកឡើង make up ស្លៀកពាក់រយនេះនួយឃើញប្រាប់មូសក់មួយនេះតំណងជាងគេពេលមូសក់មកឃើញឡើងស្រួលហើយចេញសក់មកឡើងស្អាតមកនេះចាប់ផ្ដើមលំោះដៃរត់ទៅទិញឲ្យដូចគេទៀតហើយយកមកសាកមើលខ្ញុំភាកច្រើនចូលចិត្តធ្វើពេលយប់ពេលដែលកក់សក់ហើយសក់នៅមានសំណាមតិចបូកជាមួយប្រេងពេលមូសក់ទៅជាប់បានយូរនឹងចាប់ផ្ដើមពីវគ្គខាងមុខមុនឲ្យមីសក់នឹងមកមុខចេះមកសក់យើងបែកខ្ញាច់គៀបតគៀបទុកមួយសិនឡាញ់អាអេប៉ុងនឹងថងតគៀបនេះនឹងយើងចាប់ផ្ដើមមូម្ដងតិចពីខាងក្រោមរហូតដល់ខាងលើមូរហូតដល់ខាងលើហើយបោកអេប៉ុងជាប់គ្នាហើយធ្ពក់វាអេប៉ុងនឹងស្រួលត្រង់មានកន្លែងធ្ពក់នឹងតាសម្រាប់ផ្នែកខាងក្រោយខ្ញុំសុំវេចសក់របៀបជាទៅវិញទៅមកចេះសិនដើម្បីមូចេញមកវាមានភ្លីស្អាតទៅនេះវាឃើញចេះសក់អេប៉ុងពីរទៀតនឹងសម្រាប់ខាងឆ្វេងហើយខាងស្ដាំនឹងហ្មងផ្ដើមមូពីខាងក្រោមរហូតដល់ខាងលើដដែលទេធ្វើម៉ូតមូចូលណានេះហ่าមានគេមាន style មួយទៀតមូចេញតែសុំសាក់ធ្វើនេះមូចូលមួយសិនពេលដែលមូហើយបោកអេប៉ុងជាប់គ្នាហើយគៀបមួយតគៀបគេទៅមកចាហៀងទៀតនឹងក៏ធ្វើដូចគ្នាដែរអត់មានខុសគ្នាទេលើកដៃចុះលើកដៃឡើងរៀងចុកដៃដែរតែទិញមកសេតមកនេះគេមានឲ្យកណាត់អីគេទៀតនេះកណាត់អីគេលេងបិទពួនមែនសម្រាប់កដោបសក់ហ្នឹងកុំឲ្យពេលគេងទៅវិញកើទៅណាឥឡូវគេចូលគេងសិនណាចាប់តោះថ្ងៃនេះមកមើលលទ្ធផលមូសក់បែបធម្ម
รมជាតិនេះរូបរាងពីយប់ឡើងគេកេងត្រឹមត្រូវចឹងស្រាប់ព្រឹកឡើងអូយយ៉ាយាយចេញអស់ហើយនេះមានកាឈុកនឹងលបោតចេញពីក្បាលតែម្ដងអារឿងស្រាយនឹងលឿនទេយូរតែពេលយើងមូលតាមើលភ្លីសក់មូគេស្អាតណាមកឆែកមើលមកចាហៀងទៀតមើលចេញបែបមើលចេញដូចតែគ្នានឹងមានអីខុសគ្នាណោះប៉ុងដែលខ្ញុំមូហ្នឹងមូបានច្រើនម៉ូតណាចង់ឲ្យភ្លីសក់ចូលក្នុងចេញក្រៅអ៊ីស្រាអែលបានដោយសារសក់ខាងមុខខ្ញុំវាមានសក់សេះហ៎ចឹងវារឿងញ៉ៃញ៉ៃទីតែខាងមុខនឹងស្អាតមែនអូយញ៉ៃញ៉ៃណាស់សុំពេលសេរីសក់ផ្លែតនេះរូបរាងសក់ពេលយើងមើលពីក្រោយខ្នងបើអ្នកទាំងអស់គ្នាមានស្ព្រេបាញ់សក់មកតង់ទៀតឲ្យវាសក់ជាប់បានយូរបានអត់ធ្វើឲ្យសក់ក្តាន់ញ៉ៃញ៉ៃណាសក់ឃើញឡើងស្មូតហ្មងពីទៅរងថ្ងៃព្យាយាមធ្វើមិនកុំឲ្យសក់យើងត្រូវកម្ដៅខ្លាំងពេកអញ្ចឹងណាខ្លាចសក់វាដាច់សក់វាឆាប់ខូចនិយាយទៅវិធីមូសសក់ធម្មជាតិនេះស្រួលណាស់ក្រោកផឹកឡើងអត់សូវខ្វល់ខ្វាយរឿងសក់ឯងគ្រាន់តែហូរចេញមកស្អាតហ្មង